សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិ podcast ប្រចាំសប្តាហ៍របស់យើងជាមួយនាងឃីមសុជាតានៅក្នុងបរិយាកាស studio ដ៏មានផាសុកភាពនាថ្ងៃនេះបាទសួស្តីសុជាតាហើយក៏សូមជម្រាបសួរទៅកាន់បងប្អូនអ្នកស្ដាប់ដែលកំពុងតែតាមដានតាមគេហដ្ឋានឬតាមរថយន្តផងដែរថ្ងៃនេះខ្ញុំមានអារម្មណ៍ថាពោពេញដោយធម៌ពលមែនទែនចាបងសុជាតាក៏មានអារម្មណ៍ដូចគ្នាដែរព្រោះថ្ងៃនេះប្រធានបទរបស់យើងគឺពិតជាមានអត្ថន័យជ្រាលជ្រៅនិងចាក់ដោតបំផុតយើងនឹងមកជជែកគ្នាអំពីឃ្លាមួយដែលល្បីខ្លាំងគឺបើកើតមកក្រអត់សំណាងតែបើស្លាប់ទៅក្រគឺអសមត្ថភាពក្រតែលឺភ្លាមគឺវាធ្វើឲ្យយើងត្រូវគិតវែងឆ្ងាយតែម្ដងសុជាតាឃ្លានេះវាដូចជាកំបិតមកពីអញ្ចឹងម្យ៉ាងវាជាការលើកទឹកចិត្តតែម្យ៉ាងទៀតវាហាក់ដូចជាការស្ដីបន្ទោសបន្តិចមែនទេ ពិតមែនហើយបងអ្នកខ្លះក៏ស្ដាប់ហើយគាត់មានអារម្មណ៍ថាអយុត្តិធម៌សម្រាប់អ្នកដែលខំហើយតែនៅតែមិនមានតែក្នុងនាមបងជាអ្នកដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនបងយល់ឃើញយ៉ាងណាដែរចំពោះផ្នែកដំបូងនៃឃ្លានេះដែលថាកើតមកក្រមិនមែនជាកំហុសឬជារឿងអត់សំណាងត្រង់នេះសំខាន់ណាស់យើងគ្រប់គ្នាជ្រើសរើសទីកន្លែងកំណើតមិនបានទេយើងមិនអាចប្រាប់ទេវតាឲ្យទៅឆាប់ជាតិក្នុងគ្រួសារសទ្ធីបានឡើយដូច្នេះបើបងប្អូនកើតមកក្នុងគ្រួសារដែលខ្វះខាតនោះមិនមែនជាកំហុសរបស់អ្នកទេហើយក៏មិនមែនមានន័យថាអ្នកជាមនុស្សអភ័ព្វរហូតដែរវាគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះចាគឺជាចំណុចចាប់ផ្ដើមដែលមិនស្មើគ្នាប៉ុន្តែចូលចំណុចទី2ដែលថាបើស្លាប់ទៅនៅតែក្រគឺជាអសមត្ថភាពពាក្យថាអសមត្ថភាពនេះហាក់ដូចជាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់អ្នកខ្លះតើបោយល់ថាពាក្យនេះចង់ដៅទៅលើអ្វីឲ្យប្រកបតាមពិតទៅពាក្យថាអសមត្ថភាពនៅទីនេះមិនមែនចង់ជន់ពន្លិចអ្នកក្រទេប៉ុន្តែវាជាការដាស់តឿនក្នុងរយៈពេល50ឬ60ឆ្នាំនៃជីវិតមនុស្សម្នាក់តើយើងបានធ្វើអ្វីខ្លះដើម្បីកែប្រែវាសនាបើយើងនៅតែដេកចាំសំណាងដេកបន្ទោសព្រំលិខិតរហូតដល់ថ្ងៃស្លាប់នោះហើយគឺជាការបោះបង់ចោលសមត្ថភាពរបស់ខ្លួនឯងអូមានន័យថាបើយើងមានពេលរាប់សិបឆ្នាំហើយតែយើងមិនព្រមរៀនសូត្រមិនព្រមអភិវឌ្ឍខ្លួនឬមិនព្រមសាកល្បងផ្លូវថ្មីនោះហើយគឺជាការបណ្ដោយឲ្យខ្លួនឯងស្ថិតក្នុងភាពអសមត្ថភាពមែនទេបងពិតប្រាកដណាស់សមត្ថភាពមិនមែនមានមកពីកំណើតទាំងអស់នោះទេសមត្ថភាពកើតចេញពីការតស៊ូនិងការរៀនសូត្របើអ្នកកើតមកក្រអ្នកមានការងារធ្វើពីរគឺទី1រកស៊ីចិញ្ចឹមជីវិតនិងទី2គឺរៀនធ្វើឲ្យខ្លួនឯងមានសមត្ថភាពដើម្បីចាក់ចេញពីភាពក្រស្ដាប់ទៅហាក់ដូចជាមានកម្លាំងចិត្តផងនិងមានសម្ពាធផងចុះសម្រាប់អ្នកដែលគាត់ខំអស់ពីចិត្តហើយបងគាត់តស៊ូខ្លាំងណាស់តែជីវិតនៅតែមិនធូរធារតែយើងអាចហៅគាត់ថាអសមត្ថភាពដែរឬទេសំណួរនេះល្អណាស់តាមពិតទៅភាពមានបានវាមិនមែនវាស់តែលើលុយក្នុងធនាគារមួយមុខទេបើគាត់បានខំប្រឹងអស់ពីលទ្ធភាពគាត់ចិញ្ចឹមកូនឲ្យរៀនសូត្របានខ្ពង់ខ្ពស់ជាងគាត់ផ្លាស់ប្ដូរផ្នត់គំនិតគ្រួសារគាត់ឲ្យប្រសើរជាងមុននោះគាត់មិនមែនជាមនុស្សអសមត្ថភាពទេគាត់បានឈ្នះសមរភូមិជីវិតរបស់គាត់ហើយពិតមែនហើយអញ្ចឹងពាក្យថាស្លាប់ទៅក្រក្នុងន័យធៀបនេះក៏អាចមានន័យថាស្លាប់ទៅទាំងដែលមិនបានព្យាយាមធ្វើអ្វីសោះសម្រាប់ជីវិតមែនទេបងត្រឹមត្រូវបំផុតអសមត្ថភាពពិតប្រាកដគឺអសមត្ថភាពក្នុងការគ្រប់គ្រងចិត្តនិងការតស៊ូរបស់ខ្លួនឯងមនុស្សខ្លះក្រមិនមែនដោយសារគ្មានលុយទេប៉ុន្តែក្រដោយសារផ្នត់គំនិតគាត់គិតថាគាត់ធ្វើមិនបានគាត់គិតថាវាសនាបានកំណត់មកអញ្ចឹងអានឹងហើយដែលគួរឲ្យខ្លាចជាងគេចុះតើយើងត្រូវចាប់ផ្ដើមដោះខ្លួនចេញពីភាពក្រនិងការដេកចាំសំណាងនេះដោយរបៀបណាដែរបើស្ថានភាពជាក់ស្ដែងវាពិបាកខ្លាំងពេកចាប់ផ្ដើមពីចំណុចតូចៗកុំមើលបំណាំអ្នកដទៃកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកមានទ្រព្យស្ទុកស្ទុំត្រូវប្រៀបធៀបខ្លួនឯងនៅថ្ងៃនេះជាមួយខ្លួនឯងកាលពីម្សិលមិញតែថ្ងៃនេះយើងបានរៀនអ្វីថ្មីទេតើយើងបានសន្សំបាន$1ទេការផ្លាស់ប្ដូរតិចតួចជារៀងរាល់ថ្ងៃនឹងបង្កើតជាលទ្ធផលមហាសាលក្នុងរយៈពេលវែងស្ដាប់បងនិយាយហើយខ្ញុំមានអារម្មណ៍ថាភាពក្រវាមិនមែនជាគុកដែលឃុំឃាំងយើងរហូតទេវាគ្រាន់តែជារបងដែលយើងត្រូវភ្លុះឆ្លងកាត់ឲ្យបានត្រូវហើយសុជាតាមនុស្សយើងម្នាក់មានសក្តានុពលមហាសាលណាស់កុំឲ្យពេកថាវាសនាមកសម្រាប់ក្តីស្រមៃរបស់យើងចងចាំថាបាតដៃយើងទាំងពីរនេះហើយដែលជាអ្នកសរសេរជំពូកបន្ទាប់នៃជីវិតយើងពិតជាអស្ចារ្យមែនបងជាចុងក្រោយតើបងមានពាក្យពេចន៍អភិបន្ថែមដើម្បីលើកទឹកចិត្តដល់បងប្អូនដែលកំពុងតស៊ូក្នុងជីវិតដែរឬទេបាទសម្រាប់បងប្អូនដែលកំពុងហត់នឿយសូមកុំបោះបង់ភាពក្រអាចជារឿងដែលគួរឲ្យខ្លាចប៉ុន្តែការបាត់បង់ឆន្ទៈគឺគួរឲ្យខ្លាចជាងចូលប្រើភាពក្ររបស់អ្នកជាសាំងសម្រាប់ចាក់បន្ទពេញម៉ាស៊ីននៃការតស៊ូជួបគ្នានៅចំណុចជោគជ័យបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់លើអ្នកចាអរគុណបងសារឿនខ្លាំងណាស់សម្រាប់ពាក្យពេចន៍ដ៏មានតម្លៃនៅថ្ងៃនេះសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់នឹងទទួលបានថាមពលវិជ្ជមាននិងពន្លឺថ្មីសម្រាប់ជីវិតនីតិ podcast របស់យើងនៅថ្ងៃនេះសូមបញ្ចប់តែត្រឹមនេះសូមជួបគ្នានៅសប្តាហ៍ក្រោយជាមួយប្រធានបទថ្មីទៀតសូមអរគុណនិងជម្រាបលា